ការដែលយើងចំណាយពេលនៅទីនេះសូមឲ្យធុរកិច្ចរបស់យើងជាធុរកិច្ចមួយដែលអាចផ្ដល់នៅឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងយើងនឹងក្នុងគ្រប់វិស័យដើម្បីស្វែងរកឱកាសបំពន់ជំនាញចំណេះដឹងឬក៏អេរយាប័តផ្សេងៗដើម្បីជួយឲ្យយើងទាំងអស់គ្នានឹងអាចកាន់តែរីកចម្រើនទៅមុខទៀតគោលដៅផ្ដោតសំខាន់របស់យើងគឺដើម្បីពង្រឹងសិទ្ធិអំណាចទៅដល់កសិករខ្នាតតូចទៅតាមតំបន់ជនបទគោលពង្រឹងទៅលើខ្សែច្រវាក់តម្លៃហើយនឹងកសាងភាពធន់ចំពោះបម្រែបម្រួលអាកាសធាតុដោយធានាថាទាំងស្ត្រីយុវជននិងបងប្អូនជនជាតិដើមភាគតិចហ្នឹងគឺមិនមាននរណាម្នាក់ត្រូវបានទុកចោលនោះទេបាទគំនិតផ្ដួចផ្ដើមថ្មីនេះមានសារៈសំខាន់ដោយផ្ដោតលើការជំរុញបង្កើនការប្រើប្រាស់ប្រព័ន្ធ Digital សម្រាប់ការតាមដានប្រភពនៃការផ្គត់ផ្គង់កសិផលនិងតម្រូវការទីផ្សារជំហានថ្មីនេះគឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជននិងដៃគូអភិវឌ្ឍន៍ក្រោមចក្ខុវិស័យលើកកម្ពស់កិត្យានុភាពនិងការទាញយកនៅសក្តានុពលផលិតផលកម្ពុជាដើម្បីបង្ហាញលើឆាកតំបន់និងអន្តរជាតិក្នុងនាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខ្ញុំសូមថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការគ្នាយ៉ាងល្អប្រសើរចាប់តាំងពីដំបូងរហូតដល់បច្ចុប្បន្ននិងទៅថ្ងៃអនាគតវេទិកាធុរកិច្ចសហគមន៍កសិកម្មរបស់យើងរៀបចំនាឆ្នាំនេះគឺស្របពេលជាមួយនឹងវេទិកានិងពិព័រណ៍កសិកម្មឆ្នាំ2025ដែលរៀបចំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជាវេទិកាកសិករលើកទី14ដែលសម្របសម្រួលនិងរៀបចំដោយ NGO Forum អញ្ចឹងគឺជាឱកាសដ៏ថ្លៃថ្លាដ៏ពិសេសមែនទែនខ្ញុំគិតថាប្រហែលជាលើកទី1ហើយដែលយើងផ្គុំនៅវេទិកាទាំង3នេះចូលគ្នាហើយក៏ដូចជាយើងទាំងអស់គ្នាមានឱកាសចូលរួមនៅក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់បំផុតនៅក្នុងស្រុកខ្មែរយើងខ្ញុំគិតថានៅថ្ងៃស្អែកហ្នឹងថ្ងៃស្អែកថ្ងៃ12រហូតដល់សំទុះថ្ងៃ13រហូតដល់ថ្ងៃ16នេះអញ្ចឹងជាឱកាសដែលបងប្អូនទាំងអស់គ្នានឹងសិក្សាស្វែងយល់អំពីការអភិវឌ្ឍវិស័យកសិកម្មជាពិសេសទៅលើមុខដំណាំទាំង9បាទដែលយើងមានស្រូវមានចន្ទទីមានអីផ្សេងៗហ្នឹងណាបាទដែលបងប្អូនទាំងអស់ដូចកស៊ូមានអីណាបងប្អូននឹងស្វែងយល់បន្ថែមនៅថ្ងៃស្អែកការប្រើប្រាស់ប្រព័ន្ធ Digital សម័យទំនើបហ្នឹងខ្ញុំអត់ចេះទេពីមុនប៉ុន្តែដោយមានកម្មវិធីបណ្ដុះបណ្ដាលវាមានវគ្គតូចវគ្គធំអញ្ចឹងខ្ញុំអាចចូលក្នុងហ្នឹងខ្ញុំអាចចេះប្រើប្រព័ន្ធទូរស័ព្ទដូចជាការថតរូបការបង្ហោះតាម Facebook បង្ហោះផលិតផលរបស់សហគមន៍យើងមានដូចជាអង្គដូចជាបន្លែមន់អីហើយផុសទៅបានមានអតិថិជនដែលគាត់ចង់ចាប់អារម្មណ៍គាត់អាចកម្មង់យើងតាម Facebook ឬមួយក៏តាមឆាតអញ្ចឹងណាគ្រូវាចំណេញពេលវេលាទៀត អ្
អ្វីខ្ញុំទទួលបានពីធុរកិច្ចហ្នឹងគឺយើងឃើញមានការបកស្រាយវាខ្លួនបកស្រាយច្រើនផ្ដោតទៅលើចែកវិទ្យា Digital ដែលសម្រាប់អភិវឌ្ឍវិស័យកសិកម្មក៏ដូចជាគ្រប់គ្រងព័ត៌មានទិន្នន័យសហគមន៍ទាំងមូលមិនថាទាំងការផលិតទាំងការកំពុងធ្វើនិងរហូតដល់លក់ទៅកាន់ទីផ្សារនិងការទូទាត់លុយកាក់នោះដែរចំពោះខ្ញុំកំពុងតែរៀនសូត្របដាដោយសារសហគមន៍ខាងខ្ញុំនោះនិយាយទៅថ្នាក់ដឹកនាំគឺចំណេះដឹងមានកម្រិតអីចឹងណាបាទប៉ុន្តែអ្វីយើងសង្ឃឹមយើងនឹងប្រឹងបន្តទាំងអស់គ្នាហើយនឹងស្វែងរកយុវជនជំនាន់ក្រោយហ្នឹងឲ្យគាត់ចូលរួមធ្វើការនៅក្នុងសហគមន៍